ស្ត្រីដែលតាំងខ្លួនជាគ្រូបារមីអេនចរិយាត្រូវបានមន្ត្រីធម្មការនិងសាសនាក៏ហៅមកណែនាំនឹងឲ្យលុបចោលរាល់វីដេអូព្រមទាំងសកម្មភាពផ្សេងៗពាក់ព័ន្ធនឹងការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់ភ្នំពេញលោកស្រីអេនចរិយាបានផ្តិតមេដៃលើកិច្ចសន្យាមួយដោយសន្យាឈប់បង្ហោះលុបវីដេអូរូបថតសកម្មភាពផ្សេងៗមានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់និងការផ្សាយនានាធ្វើឲ្យប៉ះពាល់ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាស្ដាប់ធ្នាប់សង្គមនិងភាពថ្លៃថ្នូររបស់សង្គមជាតិការសន្យានេះធ្វើឡើងនៅថ្ងៃទី31ខែឧសភាឆ្នាំ2025បន្ទាប់ពីលោកសៀកសារឿនប្រធានមន្ត្រីធម្មការនិងសាសនាខេត្តកណ្ដាលបានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅទៅណែនាំលោកស្រីអេនចរិយាជុំវិញការបង្ហោះវីដេអូសកម្មភាពនិងរូបភាពធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមតាមបណ្ដាញសង្គមនានានឹងធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះលុបវីដេអូរូបថតសកម្មភាពផ្សេងៗមានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់និងការផ្សាយនានាធ្វើឲ្យប៉ះពាល់ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាសណ្ដាប់ធ្នាប់សង្គមនិងភាពថ្លៃថ្នូររបស់សង្គមជាតិចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់លោកស្រីបានសន្យាដូចតទៅទី1សូមលុបរាល់រូបភាពនិងវីដេអូណាដែលប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនាសណ្ដាប់ធ្នាប់សង្គមជាតិនិងភាពថ្លៃថ្នូររបស់សង្គមជាតិតាមបណ្ដាញសង្គមទាំងអស់ទី2សូមអំពាវនាវដល់បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គមទាំងអស់សូមមេត្តាកុំយករូបភាពនិងវីដេអូរបស់លោកស្រីទៅត្រូលទៅបង្ហោះបន្តនៅតាមបណ្ដាញសង្គមគ្រប់ប្រភេទនិងសូមជួយលុបនៅរាល់សកម្មភាពនិងវីដេអូរបស់លោកស្រីទាំងអស់ចេញវិញផងទី3បើបងប្អូននៅតែបន្តថតចម្លងបង្ហោះចែកចាយតទៅទៀតលោកស្រីមិនទទួលខុសត្រូវឡើយហើយបងប្អូនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដោយខ្លួនឯងទី4លោកស្រីមិនបានតាំងខ្លួនព្រះនាមឥន្ទទេវីនិងផ្លូវបារមីយកទៅបោកប្រាស់នរណាម្នាក់នៅក្នុងបណ្ដាញសង្គមនោះទេលោកស្រីអេនចរិយាក៏បានសន្យាគោរពអនុវត្តទៅតាមច្បាប់ពុំដូច្នេះទេនាងខ្ញុំទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន